អ្នកជីកាត់ផ្លូវព្រៃប្រាច្បារអំពៅគឺពិបាកដកចិត្តជាមួយនឹងកន្លែងចំោះជ្រូកអាំងមកកន្លែងនេះមែនតើព្រោះដោយសារតែជីកាត់មកដល់ត្រង់នេះគឺក្លិនបកេឈ្ងុយតែម្ដងអញ្ចឹងគឺថា Twister នេះក៏មិនអាចទៅហួសដែរបានចូលសាកជាមួយនឹងចំោះជ្រូកអាំងទឹកប្រហុកនៅកន្លែងគាត់ប៉ុន្តែឆ្ងាញ់មែនពុកម៉ែបងប្អូនគឺថាគាត់ដាក់អាំងឡើងស្រួយតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលនៅខាងព្រៃប្រាច្បារអំពៅគឺប្រកាសជាបានស្គាល់ទីតាំងចំោះជ្រូកអាំងនេះភិកច្រើនតែម្ដងព្រោះដោយសារតែគាត់មានម៉ូយច្រើនមែនតើបើតាមសាកសួរទៅគឺគាត់ឈរជើងលក់នៅទីនេះខ្ទង់7ទៅ8ឆ្នាំហើយអាចចាត់ទុកបានថាជាជើងចាស់មួយរូបដែរគឺឈរលក់នៅទីនេះហើយអ្នកដែលជិះកាត់តាមផ្លូវព្រៃប្រាហ្នឹងគឺប្រកាសជាបានឃើញហើយគឺឲ្យតែជិះកាត់តាមនឹងម្ដងគឺផ្សែងខ្មៅល្ងឹតមេឃហ្មងព្រោះអីពុកម៉ែបងប្អូននេះគឺគាត់ដាក់អាំងជាមួយនឹងចំោះជ្រូកហើយគេមានខ្លាញ់ឆាវមកតម្លាក់មកគឺថាផ្សែងហើយតោះតែគាត់ដាក់ភ្លើងអញ្ចឹងបានអាំងឆ្អិនល្អពុកម៉ែបងប្អូនហើយសឹងថាឈរអាំងពេលខ្លះអត់តាន់ទៀតព្រោះដោយសារតែមួយបើគាត់ចាប់ផ្ដើមបើកលក់ខ្ទង់ម៉ោង4ហ្នឹងគឺមកចាំអីហើយដូចបានឃើញនេះអញ្ចឹងនិយាយទៅគឺថាចំោះជ្រូកនៅកន្លែងគាត់ទំនងមែនតែនតែតោងជាមួយនឹងតម្លៃវិញបើសិនជាពុកម៉ែបងប្អូនទិញមួយអញ្ចេះគឺតម្លៃ 28,000 ហើយបើសិនជាចង់យកទៅមកជាហៀងអីក៏គាត់កាត់លក់ដែរពុកម៉ែបងប្អូនអាចសាកសួរតម្លៃគាត់តាមនឹងបានណាដូចបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺថាគាត់អាំងបានឆ្អិនល្អមែនតែនឡើងក្រៀមឡើងស្រួយស្ញោកតែម្ដងណាហើយយើងដាក់ជាមួយនឹងទឹកប្រហុករបស់គាត់មកគឺជាតិមែនតែនហើយ Twister ថ្ងៃនេះគឺបានទៅជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy នៅពេលដែលយើងញ៉ាំជាមួយនឹងចំោះជ្រូកអាំងក្តៅស្រួយអញ្ចឹងគឺថាដាក់ជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy មកគឺជាតិមែនតែនព្រោះដោយសារតែរសជាតិរបស់គេជូរអែមអញ្ចឹងនៅពេលដែលយើងញ៉ាំទៅអត់តលន់ទេជាពិសេសគឺថាចំោះជ្រូកដែលជាប់ខ្លាញ់ចេះពុកម៉ែបងប្អូននិយាយទៅគឺថាជាតិមែនតែនអញ្ចឹងពេលដែលតែញ៉ាំគឺអាចសាកល្បងញ៉ាំជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy ដូច Twister បានណាហើយឥឡូវនេះគឺ Twister បានឲ្យបងស្រីគាត់ជួយកាត់ឲ្យពុកម៉ែបងប្អូននិយាយទៅគឺថាចំោះជ្រូករបស់គាត់ Twister recommend ឲ្យញ៉ាំមកពេលក្តៅអញ្ចឹងគឺហាធានាពុកម៉ែបងប្អូនញ៉ាំហើយជាប់ចិត្តដូច Twister អញ្ចឹងកុំតែនៅឆ្ងាយទេបើនៅចិត្តអីគឺថាទិញញ៉ាំរាល់ថ្ងៃតែម្ដងហើយមួយទៀតសម្រាប់ពុកម៉ែបងប្អូនដែលនៅឆ្ងាយហើយចង់ទៅទិញចំោះជ្រូកអាំងនេះគឺអាចខលទៅកក់គាត់មុនព្រោះដោយសារពេលខ្លះបើទៅភ្លាមអីគឺសឹងតែអត់បានទេដោយសារតែមួយគាត់ច្រើនអញ្ចឹងណាហើយគាត់លក់មួយថ្ងៃហ្នឹងគឺមានកំណត់ចន្លោះតែ30ទៅ40គីឡូទេហើយនៅកន្លែងគាត់លក់ដាច់មែនតើហើយនេះគឺជាទឹកជ្រលក់ក៏ដូចជាបន្លែរបស់គាត់ពុកម៉ែបងប្អូននិយាយទៅគឺថាយកមកជ្រលក់ជាមួយនឹងទឹកប្រហុកនេះគឺឆ្ងាញ់មួយយ៉ាងយើងញ៉ាំជាមួយនឹងម្ទេសហឹរអញ្ចឹងមកគឺជាតិមែនតើហើយសម្រាប់ Twister វិញរាល់ដងគឺញ៉ាំតែជាមួយនឹងសាច់ជ្រូក3ជាន់លក្ខណៈថាជាប់ខ្លាញ់តិចយើងយកមកដាក់អាំងប៉ុណ្ណឹងគឺគិតថាឆ្ងាញ់ប៉ុន្តែនៅពេលដែលបានទៅសាកជាមួយនឹងចំោះជ្រូកអាំងចេះគឺកាន់តែឆ្ងាញ់ហ្មងព្រោះដោយសារតែគេជាប់ខ្លាញ់រៀងស្ដើងអញ្ចឹងនៅពេលដែលដាក់អាំងក្តៅចេះគឺស្រួយឆ្ងាញ់មែនតើហើយជាពិសេសនៅពេលដែលគាត់លាយជាមួយនឹងទឹកជ្រលក់ត្រូវអញ្ចេះទៀតពុកម៉ែបងប្អូននិយាយទៅគឺ Twister ឲ្យ the best តែម្ដងហើយញ៉ាំត្រូវមែនតើជាមួយនឹងតែទឹកឃ្មុំ Freshy ទាំងឆ្ងាញ់ទាំងអនាម័យខ្ពស់និងលើសពីតែជ្រក់ធម្មតាជាពិសេសហ្នឹងគឺសម្បូរទៅដោយវីតាមីន C ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំនិងស្លាបបំពង់កទៀត